ជំរាបសួរបងប្អូនខ្មែរជាទីស្រឡាញ់ទាំងអស់គ្នាមិនថានៅចិត្តមិនថានៅឆ្ងាយមិនថានៅក្នុងប្រទេសមិនថានៅក្រៅប្រទេសទេបងប្អូនខ្មែរយើងគឺដល់រដូវភ្ជុំបិណ្ឌហើយណាឆ្នាំនេះគឺជាឆ្នាំ2025ហើយនៅក្នុងខែនេះក៏ដល់រដូវភ្ជុំបិណ្ឌដែរគឺជាប្រពៃណីខ្មែរយើងបងប្អូនទាំងអស់គ្នាខ្មែរយើងគឺមានប្រពៃណីភ្ជុំបិណ្ឌធំជាងគេចាភ្ជុំបិណ្ឌនេះគឺធំអនេកបការព្រោះអីវាច្រើនថ្ងៃជាងគេគឺចំនួន15ថ្ងៃឯណោះហើយនៅក្នុងថ្ងៃនេះដែរគឺវេនទី7ហើយវេនទី7នេះនាងខ្ញុំមិនទាន់បានមួយវត្តទេទើបតែចាប់ផ្ដើមនៅក្នុងថ្ងៃនេះឯងគឺវត្តទី1សម្រាប់ខ្ញុំហើយទើបតែបានមួយវត្តទេនៅវេនទី7នេះនាងខ្ញុំបានត្រៀមម្ហូបទុកតាំងពីម្សិលមិញទុកតាំងពីល្ងាចឯណោះព្រោះថាខ្ញុំខ្លាចធ្វើម្ហូបអត់ទាន់ចង្ហាន់លោកព្រោះអីនាងខ្ញុំមានប្រវត្តិដែរតាំងពីប្រហែលដូចឆ្នាំទៅអីខ្ញុំធ្វើចង្ហាន់អត់ទាន់ចង្ហាន់លោកទេបងប្អូនហើយម៉ោង10កន្លះបានហើយតម្រាំទៅបានស្លៀកពាក់តម្រាំទៅបានតែងខ្លួនទៅវត្តគឺចង់ហួសចង្ហាន់លោកនេះបើសិនជាយើងយកពេលវេលាដូចថាយើងចង់ទៅវត្តឆ្ងាយអីទៅអត់តាន់គេទេព្រោះអីអត់តាន់ចង្ហាន់អញ្ចឹងយើងទៅតែបានតែវត្តចិត្តនឹងដែរហើយដល់ពេលវត្តចិត្តហ្នឹងគឺមនុស្សម្នាហ្នឹងគាត់ទៅច្រើនណាស់អញ្ចឹងយើងចង់ទៅវត្តរៀងឆ្ងាយអញ្ចឹងយើងធ្វើម្ហូបយើងត្រូវតែត្រៀមទុកតាំងពីល្ងាចហើយនៅពេលព្រឹកឡើងយើងចាប់ផ្ដើមរៀបចំចិត្តបន្លែហាន់សាច់ត្រៀមឲ្យអស់ទុកសម្រាប់យើងធ្វើម្ហូបព្រោះអីកុំឲ្យវាមានការខ្វះខាតនៅពេលដែលយើងកំពុងតែធ្វើទៅខ្វះនេះខ្វះនោះអីអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងត្រូវតែត្រៀមមានម្ហូបហ្នឹងយើងចង់ធ្វើម្ហូបអ្វីយើងត្រូវត្រៀមឲ្យមានមុខម្ហូបហ្នឹងសម្រាប់គ្រឿងផ្សំវាពុកម៉ែបងប្អូនចាគ្រឿងផ្សំម្ហូបហ្នឹងគឺយើងត្រៀមទុកឲ្យហើយនាងខ្ញុំនេះក៏បានចិត្តបន្លែហាន់សាច់ត្រៀមហើយជាស្រេចហើយឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមដាក់ឆ្នាំងខ្ញុំឆារៀងច្រើនដែរមុនដំបូងខ្ញុំចង់ឆាឆ្នាំងខ្ទះតាប៉ុន្តែដល់ពេលខ្លាច់ឆាទៅវាអត់គ្រាន់ណាព្រោះឆ្នាំងខ្ទះខ្ញុំរៀងទូចអញ្ចឹងខ្ញុំក៏ចាប់យកឆ្នាំងមកឆាហើយខ្ញុំចាប់ផ្ដើមមកលីងខ្ទឹមឲ្យវារៀងក្រហមតិចទៅខ្ញុំចាក់សាច់ចូលហើយសាច់នេះនាងខ្ញុំបានឆាមួយសាហើយឆាឲ្យវាដាច់ទឹកឲ្យវាអស់ជាតិខ្លាញ់ជ្រូកអាធំក្លិនខ្លាញ់ជ្រូកហ្នឹងធំក្លិនជ្រូកហ្នឹងពុកម៉ែបងប្អូនខ្ញុំបានឆាឲ្យមួយសាហើយខ្ញុំឆាឲ្យវាស្ងួតដាក់គ្រឿងដាក់អីឲ្យវាស្ងួតនិយាយទៅឲ្យឈ្ងុយមួយសាហើយដល់ពេលអញ្ចឹងទៅយើងយកមកផ្សំចូលគ្នាឆាមួយសាទៀតនេះគឺវាងាយស្រួលសម្រាប់យើងងាយស្រួលយ៉ាងម៉េចព្រោះអីថាយើងគិតថាសាច់ហ្នឹងវាឆ្អិនហើយវាក៏វាឈ្ងុយដែរអញ្ចឹងពេលយើងឆាទៅគឺយើងមានទំនុកចិត្តខ្លួនយើងណាចាហើយខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងតិចមកមានរ៉ូឌីមានប៊ីចេងមានប្រេងខ្យងមានទឹកត្រីបន្តិចចឹងទៅហើយមានភេទទឹកស្អ៊ីវបន្តិចចឹងទៅចានេះចំណង់ចំណូលចិត្តបងប្អូនទេតែនាងខ្ញុំវិញអត់ប្រើស្ករទេបងប្អូនទាំងអស់គ្នាខ្ញុំអត់ប្រើស្ករទេខ្ញុំកាត់បន្ថយស្ករនិយាយទៅនៅលើសម្លគឺផ្ទះនាងខ្ញុំអត់ប្រើស្ករតែម្ដងតែបើសិនជាដូចថាយើងញ៉ាំកាហ្វេញ៉ាំអីជាភេសជ្ជៈអីចឹងណាយើងដាក់ស្ករបន្តិចទេអត់ហ៊ានដាក់ច្រើនទេចាព្រោះខ្លាចទឹកនោមផ្អែមចាព្រោះអីរោគមើលអត់ឃើញទេតែការជំងឺទឹកនោមផ្អែមហើយពិបាកព្យាបាលដែរហ្នឹងណាបងប្អូនទាំងអស់គ្នានឹងហើយបន្តមកទៀតនាងខ្ញុំក៏បានដាក់បន្លែចូលចាដាក់បន្លែហ្នឹងយើងខ្ញុំបានទិញ1គីឡូហើយខ្ញុំបានហាន់ឲ្យស្អាតឲ្យស្រស់ទឹកអីចឹងហើយក៏ចាប់ផ្ដើមដាក់ចូលឆាជាមួយសាច់ហ្នឹងឲ្យវារៀងទន់បន្លែបន្តិចចឹងចាឲ្យទៅដល់វិធីបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរផាន់យើងបងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាប្រជាជនគ្រប់គ្នាទេតែងតែធ្វើម្ហូបត្រៀមយកទៅវត្តដើម្បីប្រគេនព្រះសង្ឃគ្រប់គ្នាហើយដើម្បីឧទ្ទិសកុសលទៅដល់បុព្វការីជនរបស់យើងដែលបានពលីជីវិតចានៅលើទឹកដីខ្មែរផងយើងនេះគឺជាប្រពៃណីដ៏ផូរផង់សម្រាប់ខ្មែរយើងហើយបងប្អូនទាំងអស់គ្នាចាគ្មានអ្នកណាមួយចោលទេមិនថាចាស់មិនថាក្មេងទេឲ្យទៅដល់វេនបិណ្ឌម្ដងគឺសប្បាយចិត្តមែនតែនដែលបានធ្វើម្ហូបយកទៅថ្វាយព្រះសង្ឃ
ចានេះដល់ពេលដែលខ្ញុំត្រូវដាក់មីចូលហើយព្រោះអីខ្ញុំឆាបន្លែហ្នឹងសាច់រៀងទន់ជាមួយនឹងបន្លែអស់ហើយបងប្អូនចាខ្ញុំមីខ្ញុំនេះខ្ញុំទិញទាំងអស់វា7ខាំខ្ញុំគិតថាមុនដំបូងដាក់តែបន្តិចទេដើម្បីឲ្យសមជាមួយនឹងបន្លែផាន់ខ្ញុំអញ្ចឹងណាតែដល់ពេលដាក់មើលទៅឃើញមីខ្ញុំហ្នឹងតិចជាងបន្លែដល់អញ្ចឹងទៅខ្ញុំក៏ដាក់ចូលទាំងអស់តែម្ដងដើម្បីឆាតែម្សាហ្នឹងគឺឲ្យវាទុនជាមួយនឹងសាច់បន្លែផាន់យើងអញ្ចឹងណាចាហើយក៏ស្រោចទឹកម្ទេសស្រោចអីពីលើតិចមកឲ្យវារៀងពណ៌ក្រហមមើលទៅគួរឲ្យចង់ញ៉ាំណាបងប្អូនចាពួកអីយើងយកទៅថ្វាយព្រះសង្ឃផងកុំឲ្យថាយើងចេះតែស្លឆិនឆៃអញ្ចឹងណាអត់បានទេព្រោះវាបាបអញ្ចឹងយើងញ៉ាំយ៉ាងម៉េចយើងស្លយ៉ាងហ្នឹងហើយឲ្យមានការប្រុងប្រយ័ត្នឲ្យមែនតែនចាស្លផាន់ខ្ញុំក៏រួចជាស្រេចហើយខ្ញុំក៏ចាប់ផ្ដើមយកចានស្រាក់ចានអីមកដួសសម្លរៀបចំបាយរៀបចំស្លដាក់ស្រាក់ឲ្យហើយដើម្បីកុំឲ្យមើលទៅថាខ្វះមុខខ្វះក្រោយអីយើងចេញទៅឲ្យវាមានគ្រប់សពចាបាយដាក់ចានស្រាក់ចាន2ដាក់បាយសអញ្ចឹងមកបងប្អូនព្រោះស្រាក់ខ្ញុំមាន4អញ្ចឹងខ្ញុំដាក់បាយចានស្រាក់2ដាក់ស្ល2ហើយយើងដួសឲ្យមានការប្រុងប្រយ័ត្នមកហើយប្រឡាក់កន្លែងណាយើងជូតកន្លែងហ្នឹងឲ្យស្អាតទៅចាកុំឲ្យមើលទៅកក្រិចអញ្ចឹងបាននាងខ្ញុំសម្រេចចិត្តជ្រើសរើសយកស្លឆានោះបងប្អូនពួកអីខ្ញុំទៅធ្លាប់ស្លការីធ្លាប់ស្លទឹកពេលដែលខ្ញុំយកទៅស្រាក់ផងខ្ញុំទៅដល់វត្តវាកពុបអាលេអាឡាក់អញ្ចឹងណាដល់អញ្ចឹងទៅយើងស្លគោកអញ្ចឹងទៅព្រោះយើងចង់ទៅវត្តរៀងឆ្ងាយដែរបើយើងស្លរៀងគោកអញ្ចឹងទៅក៏វាសុវត្ថិភាពសម្រាប់យើងអញ្ចឹងណាកុំឲ្យវាមុំទៅដល់វត្តកពុបស្លអាលេអាឡាក់អស់រីងចានៅស្លឆាហ្នឹងក៏យើងដួសទៅមានការប្រឡាក់មាត់ចានប្រឡាក់អីដែរបងប្អូនដល់ចឹងទៅខ្ញុំក៏ជូតអីចឹងឲ្យស្អាតចឹងទៅនិយាយទៅយើងរៀបចំធ្វើម៉េចឲ្យវាស្អាតតាន់ពេលវេលាផងឲ្យស្អាតបាតផងចានិយាយទៅពេលវេលាទៅវត្តណាយើងទៅម៉ោង8កន្លះចាប់ពីម៉ោង8កន្លះទៅគឺល្អសម្រាប់យើងទាំងអស់គ្នាកុំឲ្យដល់ពេលលេងដល់ម៉ោងដូចខ្ញុំនិយាយចឹងថាពេលខ្លះទៅអាចម៉ោង10អីបានហើយស្លដល់ពេលអញ្ចឹងមុំតែយើងយកទៅវត្តមុំតែយើងរៀបចំរៀបអីហ្នឹងយកទៅវត្តហ្នឹងគឺវាចង់ហួសពេលហើយរៀបចំចាត់ចែងហើយហ្នឹងនាងខ្ញុំក៏យកពេលវេលាទំនេរទិញទូចហ្នឹងក៏ទៅធ្វើខ្លួនចាស្លៀកកៅអៅប្រពៃណីហូល6ខ្មែរយើងគឺអត់ចោលដាច់ខាតចាបងប្អូនចានាងខ្ញុំអរគុណបងប្អូនដែលបានចូលមើល